រីកេរិយាអ្នកបានសក្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលផុតមកយកព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់នៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះខាងអាចារ្យណាប្រដៅព្រះអង្គដោយព្រះពុទ្ធជាទីពឹងព្រះអង្គក៏ប្រាថ្នាប្រសងមកខាងនេះដោយកាកាបាចាកនិយាហុកតគូបានប្រានកម្មជាកំរសត្វកោប្រគុំបានកោចាគុំបាប្រានប្រយោជន៍ដល់សពសានខ្ញុំសូមអរសេរសាចិត្តប្រាថ្នាបង្គំថ្វាយព្រះពុទ្ធករុណាសត្វសត្វតែងកើតស្លាប់បងព្រោះចំណងកាជាកូនឲ្យវិលវល់អន្តរក្នុងភពតូចនិងភពធំបាយគុំឲ្យបងកាន់សកានៅធម៌ប្រពៃពិតវិសេសសិទ្ធលោកឯងណាកាត់បងឥឡូវហើយព្រះសង្ឃអង្គសារាមមានសម្រាប់សទ្ធាទ្រង់កបដោយសមាធិបញ្ញានិងវិមុតតិញាណជាបញ្ញាកេតាជាប្រការជាកោសលខ្ញុំសូមអរសេរស័យដល់ព្រះអរិយបង្គោលជាបុណ្យប្រទសពជាមង្គលដល់សពសាទអនុមោទនីទីនេះគ្រាន់តែជម្រាបញាតិញោមហើយកន្លែងប្រសូតរបស់ព្រះសម្មាសម្ពុទ្ធទី2ណាគឺព្រះពុទ្ធកោនិកមនោហើយព្រះពុទ្ធប្រសូតនៅទឹកដីចិត្តនេះមាន3អង្គញាតិញោមគឺព្រះពុទ្ធកកុបសន្ធោ1កោនិកមនោ2និងព្រះសមណគោតមដល់ពេលព្រះអាកាសបៈប្រសូតនៅឯពរិណស័យឯនោះណាញោមណានឹងនៅឯពរិណស័យហ្នឹង3អង្គហ្នឹងគឺប្រសូតនៅហ្នឹងហើយមួយអង្គទៀតកោមនោនៅចិត្តវត្តមីក្រូធីរៀមឯនោះតែផ្លូវចូលរួចអត់លើដល់ថ្ងៃចឹងគាត់ញាតិញោមថាតំបន់នេះគឺព្រះពុទ្ធដល់13ព្រះអង្គប្រសូតទៅចិត្តគ្នាប៉ុន្តែមិនមែនកន្លែងតែមួយទេចឹងណាញោមមិនមែនតែកន្លែងតែមួយហ្នឹងហើយបានវាមិនមែនជាអចលៈទេប្តីប៉ុណ្ណាកន្លែងអ្វីដែលព្រះពុទ្ធធ្វើគ្រប់ព្រះអង្គកន្លែងនោះឈ្មោះថាអចលៈចិត្តដីណែអចលៈទេប្តីបាទអចលៈទេប្តីចេតីមិនដូរខ្លះទីកន្លែងចឹងកន្លែងនេះគឺព្រះពុទ្ធទី2គឺព្រះពុទ្ធកោនិកមនោប៉ុណ្ណាប្រសូតបាទនេះសិក្ខាពុទ្ធដែរសិក្ខាis your first Buddhaវាហ៎កោនិកមនោកកុសន្ធោវាហើយណប់ចឹងអនុមោទនីឡើងឡានវិញបាទលោកជូនញាផលចំពោះទៅដល់បានប្រាថ្នាជាយាចាពុញ្ញតេកាព្រះពិសដាទីដោទីប្រាលោកចាយថាសូមជូនញាផលសូមទុកសេអានដល់ថាផុតទុកអាកាសថាចភូមាជាជាមហាធិកាបញ្ញងនោអនុមោទនទៅជារែងរះខណ្ឌអាកាសថាចភូមាថាទេវាលាគាមហាធិកាបញ្ញងនោអនុមោទនទៅជារែងរះខណ្ឌនោអាកាសថាចភូមាថាទេវាលាគាមហាធិកាបញ្ញងនោអនុមោទនទៅជារែងរះខណ្ឌអាកាសថាចភូមាថាទេវាលាអនុមោទនទៅជារែងរះខណ្ឌឯណាអូតប៉ុណ្ណាសម័យមុនពុទ្ធ3អង្គទៅនៅតំបន់ចិត្តនេះពុទ្ធផ្សេងទៀតទៅនៅពរិណស័យប៉ុណ្ណាបាទនេះរកកោរំធនចាំទឹកមកខ្លាចយកបាត់